Cama chùm kết សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាពេលវេលាដែលយើងត្រូវហូបបាយថ្ងៃណាបងប្អូនហើយក៏មានអីច្រើនទេបងប្អូននៅមានតែការរៀបចំស្លុកអីណាបងប្អូនហើយមកហូបថ្ងៃនេះក៏បងប្អូននៅយើងបានត្រីអូដោយសារតែយើងរកត្រីអូបានបន្តិចបងប្អូនមិនបានច្រើនទេក៏នាំគ្នារៀបចំស្លប៉ុណ្ណឹងមើលទៅមុខចុងភួនអ្នកស្លវិញបងប្អូនហើយដោយសារតែអត់មានគ្រឿងគ្រប់ណាជូរក៏អត់អីក៏អត់ក៏អត់មានអីស្លគឺដូចថាដាក់យកតែម្ដងទៅព្រោះតែថាតែពេលមានជូរគឺនាំគ្នាហូបជូរអស់ដោយសារតែសាបមាត់បងប្អូនហើយបន្ទាប់មកនេះក៏បងប្អូនស្លយើងក៏បានពុះហើយក៏បានឆ្អិនហើយក៏រៀបចំហូបតែម្ដងទៅបងប្អូនហើយមានអីទៀតស្លត្រីអូគឺជាតិតែម្ដងបងប្អូនហើយយើងហូបក្នុងអូទៀតក៏ត្រូវបាច់នេះហើយបងប្អូនជីវិតពិតរបស់ពួកយើងបងប្អូនសកម្មភាពប្រចាំថ្ងៃគឺបែបនេះឯងធ្វើនេះធ្វើនោះហើយក៏មិនឆ្ងាយពីអូពីអីគឺទៅហូបបាយហូបអីអូនៅក្នុងស្ទឹងក៏បានឬស្ទឹងក៏ហូបក្នុងស្ទឹងបងប្អូនហើយមានអីទៀតទេសកម្មភាពអ្នកស្រីចំការមែនទេប៉ុណ្ណេះហើយនិយាយពីថាម៉ោងរាំងលឺដែរបងប្អូនហើយជិតម៉ោង1បានហូបបាយនេះណាទៅរំទៅធ្លាប់បានអីហូបគឺពិបាកមែនទេដល់ពេលទៅរាប់បានតិចតួចក៏ស្លោទៅបងប្អូនហើយតែបានរួចមួយពេលទៅអាងនឹងធ្វើការម្ដងទៀតណាបងប្អូនព្រោះអីជិតដល់ម៉ោងធ្វើការទៀតហើយបងប្អូនយ៉ាងណាយ៉ាងណីក៏យើងធ្វើការខ្លួនឯងបងប្អូនអើយយើងមិនបាច់ទៅថាគិតម៉ោងគិតអីទេម៉ោងប្រហែលធ្វើស្រេចជាងទៅព្រោះអីការងារយើងបើមានជាការងារស៊ីឈ្នួលគេផងដោយសារតែការងារយើងម៉ោងប៉ុណ្ណាចុះក៏ស្រេចនឹងយើងព្រោះអីជាពេលវេលាមួយប៉ុន្តែយើងចង់ហើយដែរក៏ស្រូតដែរបងប្អូនអើយបើមិនស្រូតគឺមិនងាយហើយទេបងប្អូនហើយបងប្អូនណាខ្លះដែលមានសកម្មភាពដូចខ្ញុំនេះបងប្អូនអើយហើយសកម្មភាពបែបនេះបងប្អូនគឺក្តីសុខណាក្តីសុខពេញទំហឹងតំណងបងប្អូនហូបបាយឆ្ងាញ់ទៀតណាបន្ទាប់មកនេះក៏បងប្អូនខ្ញុំគេដួសត្រីមួយគេថាថតខ្ញុំមួយទៅបងគឺដាក់ភ្លឹបមួយម៉ាត់រសជាតិតំណងបងប្អូនហើយតែសន្លនេះខ្វះជូរបងប្អូនហើយដោយសារតែអត់មានជូរណាជូរគឺច្រើនមែនទែនតែគេអ្នកមករត់ត្រីមុនឡើងគេហូបអស់ទៅគេថាសាបមាត់សាបអីណាណីទេបងប្អូនហើយបន្ទាប់មកនេះក៏យើងហូបតឹងចាស់អែងតែឆ្ងាញ់និយាយថាឲ្យតែមានប្រៃសាបនឹងហើរក៏ឆ្ងាញ់ហើយបងប្អូនហើយត្រីស្ទឹងត្រីអូនេះផងហូបតាមស្ទឹងទៀតដែរបងប្អូនហើយអូច្រឡំតាមស្ទឹងតាមអូដែរបងប្អូនហើយជាតិតែម្ដងជាតិផ្ដាំហើយនិយាយពីថាបងប្អូនប្រុសខ្ញុំវិញបងប្អូនហើយគឺពេញតែហូបពេញតែកម្លាំងណែបងប្អូនហើយដោយសារតែបាយលំគឺទប់មិនជាប់ទេបងប្អូនហើយបន្ទាប់មកនេះគឺយើងហូបហើយក៏មកមើលនងយើងវិញបងប្អូនហើយថ្លាឆ្វង់អូយនងដៃកាយរីព្រឹកមាញ់ទៅថាសូថ្លាទេដល់ពេលតែថ្ងៃលើងូនហើយនងអូបងប្អូននេះផឹកឆ្ងាញ់ទេណាផឹកទៅជាតិតែម្ដងដោយសារតែចម្រោះពីចេញពីលងមកបានល្អណាបងប្អូនហើយក៏ពេលថ្ងៃគឺថ្លាល្អហើយ vlog វីដេអូថ្ងៃនេះគឺមិនមានច្រើនទេបងប្អូនហើយមានតែសកម្មភាពខ្លះៗដែលខ្ញុំហូបបាយហូបទឹកនៅចំការនៅក្នុងអូចឹងណាហើយបើមានកលែងខុសឆ្គងកលែងណាសូមអធិស្ឋានបងប្អូនផងអរគុណច្រើន